តោះមករៀនភាសាអង់គ្លេសជាមួយខ្ញុំនៅក្នុងថ្ងៃនេះនៅក្នុងវីដេអូនេះគឺយើងពិភាក្សាអំពីថាតើអ្វីខ្លះអាចដើរតួជាប្រធាននៅក្នុងប្រយោគរបស់យើងបានបាទអញ្ចឹងនៅក្នុងវីដេអូទី1នេះគឺខ្ញុំលើកឡើងតែរបស់ពីរទេធំណារបស់ទី1នេះគឺ noun ហើយ noun នោះវាអាចមានរូបភាពជាពាក្យមួយម៉ាត់វាអាចមានរូបភាពជា compound ពាក្យថា compound នោះបានន័យថាកន្សោមអញ្ចឹងណាអញ្ចឹងបើ compound noun បានន័យថាជាកន្សោមនាមហើយវាអាចមានរូបភាពជា phrase នេះយើងចាំឯងពាក្យថា phrase ហ្នឹងគឺ clear ហ្នឹងបានន័យថាវាមានច្រើនជាងមួយពាក្យផ្សំចូលគ្នាណាបាទហើយវាអាចមានរូបភាពជា clause នេះគឺដូចជា sentence អញ្ចឹងគ្រាន់តែវាជាប្រយោគតូចមួយនៅក្នុងប្រយោគធំរបស់យើងតែម្ដងបាទអញ្ចឹងយើងមើលទាំងអស់គ្នានៅក្នុងឧទាហរណ៍ទី1វាគឺជាពាក្យមួយម៉ាត់មែនទេ honesty បានន័យថាភាពស្មោះត្រង់មែនទេបាទអញ្ចឹង honesty is important បាទអញ្ចឹងបានន័យថានេះគឺជានាមដែលកំពុងតែដើរតួជាប្រធានរបស់ប្រយោគរបស់យើងបាទអញ្ចឹងចំណែកឧទាហរណ៍ទី2គឺ sunrise អានេះមិនមែនជាពាក្យមួយម៉ាត់ទេនេះគឺពាក្យជាការផ្សំចូលគ្នារវាង sun ហើយនិង rise នេះហើយគឺជា compound វាគឺជាកន្សោមនាមអញ្ចឹងណាបាទអញ្ចឹងគឺ sunrise is beautiful at the beach អូខេបាទអញ្ចឹងគឺវាជាកន្សោមនាមជា compound noun ដែលដើរតួជាប្រធាននៅក្នុងប្រយោគរបស់យើងចំណែកឧទាហរណ៍ទី3គឺយើងដាក់ថា those old buildings are spectacular បាទ spectacular បានន័យថាគួរឲ្យពេចពិលរមើលមើលណាគួរឲ្យយើងចង់មើលណាបាទអូខេបាទអញ្ចឹងនៅក្នុងករណីនេះគឺ those old buildings ហ្នឹងបូកចូលគ្នាទាំងអស់ហ្នឹងវាគឺជា phrase វាគឺជា clear មួយណាវាគឺជា noun phrase បាទដែលកំពុងតែដើរតួជាប្រធានរបស់ប្រយោគរបស់យើងបាទចំណែកខាងក្រោមគេនេះគឺ what he said បាទយើងឃើញមានប្រធានតូចមួយមានកិរិយាសព្ទតូចមួយនៅក្នុងហ្នឹងអញ្ចឹងហើយនេះគឺជា clause បាទវាគឺជា noun clause ហើយនេះគឺជាកិរិយាសព្ទធំរបស់យើងណា surprise នេះគឺជា main verb អញ្ចឹង what he said គឺជាប្រធាននៅក្នុងប្រយោគរបស់យើង what he said surprised everyone បាទអញ្ចឹងទាំងអស់ហ្នឹងតែម្ដងគឺជា noun clause ដែលកំពុងទៅដើរតួជាប្រធានរបស់ប្រយោគរបស់យើងបាទអញ្ចឹងរបស់ទី2ដែលអាចដើរតួជាប្រធាននៅក្នុងប្រយោគរបស់យើងនេះគឺ pronoun ហ្នឹងគឺសព្វនាមពាក្យថាសព្វនាមបានន័យថាជាពាក្យដែលជំនួសឲ្យនាមឧទាហរណ៍ដូចជា I នៅក្នុងភាសាអង់គ្លេសគឺយើងមានសព្វនាមចំនួន8ដូចជា I អញ្ចឹងបានន័យថាវាជំនួសឲ្យខ្ញុំពាក្យថា you គឺជាពាក្យដែលជំនួសឲ្យអ្នកប៉ុន្តែអ្នកហ្នឹងគឺតែឯកវចនៈទេជា singular បាទបានន័យថាអ្នកតែម្នាក់ទេតែមួយទេបាទចំណែក he គឺជាពាក្យដែលជំនួសឲ្យគាត់ជាបរិបទទី3ប៉ុន្តែជាមនុស្សប្រុសចំណែក she គឺជាសព្វនាមដែលជំនួសឲ្យនាងឬក៏លោកស្រីឬក៏ជាមនុស្សស្រីណាដែលជាបរិបទទី3ដែរជាមនុស្សទី3ដែរប៉ុន្តែជាមនុស្សស្រីចំណែក it នេះគឺជា pronoun ដែលជំនួសឲ្យវត្ថុសត្វរុក្ខជាតិជាអ្នកទី3ដែរអញ្ចឹងណាបាទប៉ុន្តែវាជាឯកវចនៈបាទអញ្ចឹងណាចំណែក we ពួកយើងគឺជាពហុវចនៈ you នៅពេលនេះអ្នកក៏ជាពហុវចនៈដែរបានន័យថាអ្នកចំនួនច្រើនហើយ they ពួកគេក៏ជាចំនួនច្រើនដែរបាទអូខេអញ្ចឹងយើងមើលនៅក្នុងឧទាហរណ៍ទី1ថា I ក៏បាន you ក៏បាន we ក៏បាន they ក៏បានក៏យើងអាចប្រើពាក្យថា I come from Cambodia បាទអញ្ចឹងណាឬក៏ you come from Cambodia ឬក៏ we come from Cambodia បាទអញ្ចឹងនៅក្នុងករណីនេះសព្វនាមទាំងអស់នេះគឺជាប្រធានរបស់ប្រយោគរបស់យើងចំណែក come នេះគឺជាកិរិយាសព្ទហើយមិនមាន time s ឬក៏ es ទេបាទអញ្ចឹងចំពោះសព្វនាមទាំងអស់នេះទាំង4នាក់នេះគឺយើងមិនសូវខ្វាយខ្វល់អំពីថាតើយើងគួរតែ time s ឬក៏មិន time s ទៅលើកិរិយាសព្ទនៅក្នុង present simple ទេណាបាទអូខេបាទដោយឡែកដល់3នាក់នេះបាទ3នាក់នេះគឺយើងត្រូវប្រយ័ត្នគឺមាន he she and it ហ្នឹងបើសិនជាយើងប្រើពួកហ្នឹងប្រើមួយណាក៏ដោយនៅក្នុង present simple គឺយើងត្រូវតែ time s ឬក៏ es ឬក៏យើងដូរកិរិយាសព្ទហ្នឹងទៅប្រភេទទៅកិរិយាសព្ទផ្សេងនៅចំពោះសព្វនាមទាំង3ហ្នឹងបាទអញ្ចឹងណាអញ្ចឹងគឺយើងប្រើពាក្យថា he runs fast ឬក៏ she runs fast អូខេឬក៏ it runs fast អូខេបាទអញ្ចឹងយើងធ្វើ time s ឬក៏ es ទៅលើកិរិយាសព្ទទៅពេលយើងប្រើ pronoun ទាំង3នាក់នេះនៅក្នុងកាល present simple អូខេបាទបាទអញ្ចឹងសូមតាមដានបន្តនៅក្នុងវគ្គ2អូខេបាទអញ្ចឹងកុំភ្លេចជួយ like និង share ផងណាបាទអរគុណ